ចឹងការងារបន្តរបស់យើងគឺខ្ញុំត្រូវការពុះវាដោយសារខាងលើនេះគឺវាអត់ទាន់ complete ទេនេះអញ្ចឹងខាងលើនេះគឺយើងឃើញថាទទឹងនេះ18ហើយចម្ងាយពីនេះគឺ38អូខេឥឡូវខ្ញុំគូរប្រើប្រភេទជា rectangle by center គូរពីខាងលើនេះអូខេឥឡូវខ្ញុំគូរតាមនេះអូខេឥឡូវខ្ញុំដាក់ចេះរៀងថាពីនេះអូខេ18ឥឡូវខ្ញុំមើលពីវាយ៉ាងវិញហើយពីខាងនេះមកដល់ខាងនេះគឺ38ប៉ុន្តែប្រវែងវាគឺអត់ទាន់ផុតទេអញ្ចឹងខ្ញុំនិយាយថាខ្ញុំប្រវែងនេះគឺវា38ឡើយខ្ញុំដាក់វាវែងបន្តិចពីនេះមកដល់នេះឥឡូវខ្ញុំប្រើប្រភេទមួយទៀតអូខេឥឡូវអានេះថានេះវាហ្វិចជាប់អញ្ចឹងខ្ញុំមើលវិធីចេះវិញខ្ញុំបន្លាយវាតិចមកខ្ញុំប្រើពីនេះហើយឥឡូវខ្ញុំគូរបន្ថែមដើម្បីកុំឲ្យវាគូរស្មើច្រើនអូខេឥឡូវខ្ញុំកាត់អញ្ចឹងការកាត់វាអត់ស្បាយទេយើងคลิกទាំងពីរមកចុច Ctrl ឲ្យជាប់ដើម្បី select face ពីពីរឡើងទៅហើយខ្ញុំទាញចូលក្រោមអូខេហើយយើងបានចំពោះរូបពីចំហៀងនេះនៅសល់ខាងក្រោមតិចទៀតគឺកន្លែងកេមនេះខាងកេមនេះគឺយើងឃើញថាវាមាន round ចំនួន2កន្លែងកម្ម16អញ្ចឹងអានេះប្រើ round 16សងខាងអូខេហើយចំពោះរុនមកខាងក្រោមនេះអឺ12ទីតាំងវាគឺពីនេះបណ្ដៃខ្ញុំមិនចាំបាច់ផលទីតាំងវាទេខ្ញុំប្រើ hold ប្រើពីក្រោយខ្ញុំដាក់មកខ្ញុំលោតកត់ចិត្តមកនេះអញ្ចឹង12ហើយ indicate ដែរ12ដែរអូខេហើយខ្ញុំកាត់វា control ក៏បាន shift ក៏បានដើម្បី select multiple face đểកាត់អូខេអញ្ចឹងលំហាត់របស់យើងគឺខ្ញុំគិតថាវាប៉ុណ្្នេះឯងគឺវាអត់មានអីស្មើទេបើសិនជាគឺយើង follow តាម step ដែលខ្ញុំបានប្រាប់ខ្ញុំបិទវាចោលអូខេដូចនេះដែរខ្ញុំដាក់ material អញ្ចឹង material គឺខ្ញុំប្រើទៀតថាខ្ញុំប្រើ aluminum ប្រភេទ1060អូខេខ្ញុំ apply វាអូខេហើយខ្ញុំបិទ base វាចោលដើម្បីមើលទៅវា clean តិចអូខេអរគុណច្រើនហើយរបស់យើងគឺមាន3ផាតនេះជាផាតចុងក្រោយ